សំណួរទី1 តើជីវវិទ្យាជាការសិក្សាអំពីអ្វីគឺភាវៈមានជីវិតតើសារពាង្គកាយរបស់មនុស្សបង្កឡើងពីអ្វីគឺកោសិកាតើប្រតិកម្មដែលឆ្លើយតបទៅនឹងរំញោចហៅថាអ្វីគឺដំណប់រំញោចលំនាំដែលសារពាង្គកាយលូតលាស់ផ្លាស់ប្ដូររាងកាយពីតូចទៅធំជាលំនាំអ្វីគឺការធំធាត់និងការលូតលាស់តើគេចែកភាវៈរស់ជាប៉ុន្មានកម្រិតជា7កម្រិតតើគេចែកភាវៈរស់ជាប៉ុន្មានរយៈជា5រយៈតើបាក់តេរីស្ថិតនៅក្នុងរយៈអ្វីរយៈម៉ូនេរ៉ាតើអាមីបស្ថិតនៅក្នុងរយៈអ្វីរយៈប្រូទីនតើដង្កូវខ្លួនសំប៉ែតស្ថិតក្នុងរយៈអ្វីអរយៈសត្វ